ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំប្រាប់បងប្អូនអំពីរបៀបទៅយក password ចាស់ៗដែលយើងធ្លាប់បានប្រើពីមុនមកដែលយើងភ្លេចឧទាហរណ៍ថាដូច password Facebook password Gmail ដែលយើងធ្លាប់បានប្រើនៅក្នុងទូរស័ព្ទដៃ iPhone របស់យើងហ្នឹងគឺយើងអាចទៅរកវាមកវិញបានឥឡូវយើងចូលទៅ setting ទាំងអស់គ្នាហើយបន្ទាប់មកយើងចូលទៅក្នុង general ហើយបន្ទាប់មកទៀត scroll ទៅរកពាក្យថា autofill and password ហើយបន្ទាប់មកខាងលើនេះយើងត្រូវបើកបើសិនជាយើងអត់បើកទេក៏វាអត់បាន save ជាប់នៅក្នុងទូរស័ព្ទយើងដែរអញ្ចឹងយើងក៏ទៅរកវាឃើញដែរអញ្ចឹងបើសិនជាវាបើកគឺមានន័យថា password ដែលយើងបានប្រើពីមុនមកហ្នឹងគឺវា save ជាប់នៅក្នុងហ្នឹងឯងវាអត់បាត់ទៅណាទេតែបើយើងអត់បើកក៏យើងទៅរកវិញអត់បានដែរអញ្ចឹងយើង clear វាចេញទៅហើយយើង search រកមើលពាក្យថា password ហើយយើងចុចលើ password មកនេះកន្លែងនេះវាមកដល់កន្លែងហ្នឹងគឺអាកន្លែង all ហ្នឹងបើសិនជាយើងបានប្រើពីមុនមកច្រើនឧទាហរណ៍ថា Facebook Gmail អីហ្នឹងវានឹងនៅនឹងទាំងអស់ហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាចង់ដឹងអ្វីថ្មីសូមជួយ Subscribe ហើយដាក់រូបកណ្ដឹងទាំងអស់គ្នាសូមអរគុណ